បងប្អូនទាំងអស់គ្នាក្នុងនាមយើងជាមនុស្សស្រីមិនថាកលៈទេសៈណាទេបងប្អូនភាពទន់ភ្លន់ចាគឺជារឿងមួយដែលសំខាន់បំផុតណាបងប្អូនទាំងអស់គ្នាសំខាន់ខ្លាំងមែនតើបងប្អូនទាំងអស់គ្នាដែលឮពាក្យថាទន់ភ្លន់តែមិនទន់ជ្រាយបងប្អូនទាំងអស់គ្នាទន់ភ្លន់តែរឹងមាំទន់ភ្លន់តែច្បាស់លាស់ទន់ភ្លន់តែគ្រប់យ៉ាងប្រកបដោយការទទួលខុសត្រូវនេះហើយគឺជាចរិតផ្ទាល់របស់ខ្ញុំដែលខ្ញុំអនុវត្តធ្វើនៅក្នុងសង្គមគ្រួសាររបស់ខ្ញុំជាក់ស្ដែងមិនខុសទេបងប្អូនទាំងអស់គ្នាក្នុងការដឹកនាំគ្រួសារចាឬក៏ដឹកនាំចាក្រុមការងារផ្សេងៗក៏ខ្ញុំប្រើអិយាបថមួយនេះដែរពីព្រោះអីវាមានប្រយោជន៍បងប្អូនទាំងអស់គ្នាមិនដែលចាំស្ដាប់ឮនៅពាក្យកម្រោះកម្រើយត្រពោះបោះបោគេមែនទេអញ្ចឹងភាពទន់ភ្លន់នេះគឺជារឿងមួយដែលសំខាន់បំផុតប៉ុន្តែបងប្អូនក៏ត្រូវតាំងចិត្តខ្លួនឯងថាគ្រប់យ៉ាងយើងទន់ភ្លន់តែមិនទន់ជ្រាយនេះគឺជាចំណុចមួយដែលសំខាន់ហើយវាល្អបងប្អូនអាចចូលទៅអនុវត្តចាស់បានចាអនុវត្តសាកសិនថាតើនៅពេលដែលបងប្អូនបានអនុវត្តហើយចាទទួលបានផលបែបណាចាអញ្ចឹងចំណុចទី2នោះគឺមានន័យថាក្នុងនាមយើងជាមនុស្សស្រីបងប្អូនត្រូវចាំថាបងប្អូនត្រូវតែជាមនុស្សដែលរុះរាយរាក់ទាក់ប៉ុន្តែអត់លេះលោះទេបងប្អូនស្ដាប់ឲ្យតន់ណាមានន័យថាយើងជាមនុស្សដែលរុះរាយរាក់ទាក់តែមិនលេះលោះពាក្យថាលេះលោះមានន័យថាបងប្អូនអត់ប្រខ្លាំងប្រផ្លុយចាលេងច្រើនចាបង្កើតជា attitude មួយដែលមិនត្រូវសម្រាប់ចាបង្ហាញទៅមនុស្សជុំវិញខ្លួនទេចាប៉ុន្តែអត្តចរិតភាពញញឹមភាពរុះរាយរាក់ទាក់ភាពចាទៅគេហៅថាសម្ដីផ្អែមណាចាធ្វើឲ្យមនុស្សនៅជុំវិញខ្លួនយើងចាស្រឡាញ់ហើយគាត់ចង់និយាយជជែកជាមួយយើងអីចឹងទៅក៏ព្រោះតែយើងជាមនុស្សម្នាក់ដែលរុះរាយរាក់ទាក់តែច្បាស់លាស់เนาะបងប្អូនទាំងអស់គ្នាចឹងនេះក៏ជាកលឹះមួយដែលធ្វើឲ្យជីវិតរបស់ខ្ញុំរីកចម្រើនហើយបាននិយាយពីជីវិតគូគឺប្រកបទៅដោយចាសេចក្តីសុខនៅក្នុងសង្គមគ្រួសាររបស់ខ្ញុំដូចគ្នាចាចំណុចទី3រឹតតែសំខាន់ខ្លាំងបងប្អូនត្រូវតែជាមនុស្សដែលឧស្សាហ៍ព្យាយាមចាសេចក្តីឧស្សាហ៍ព្យាយាមមិនថាបងប្អូនស្ថិតនៅក្នុងចារបបណាឬក៏កលៈទេសៈឬក៏មជ្ឈដ្ឋានមួយណាទេការឧស្សាហ៍ព្យាយាមគឺជាកលឹះមួយដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាចាទទួលបានលទ្ធផលការឧស្សាហ៍ព្យាយាមនឹងធ្វើឲ្យបងប្អូនទាំងអស់គ្នាក្លាយជាមនុស្សម្នាក់ដែលមានវិន័យចាចំពោះខ្លួនឯងនិងមនុស្សជុំវិញខ្លួនដូចគ្នាអញ្ចឹងសេចក្តីឧស្សាហ៍ព្យាយាមនេះគឺសំខាន់នៅពេលដែលយើងមានសេចក្តីឧស្សាហ៍ព្យាយាមប្រកាសថាបងប្អូននឹងស្រឡាញ់ភាពស្អាតរបស់ខ្លួនឯងចាភាពស្អាតជាមួយទៅនឹងមជ្ឈដ្ឋានរស់នៅជុំវិញសម្រាប់ការរស់នៅរបស់បងប្អូនប្រចាំថ្ងៃអញ្ចឹងការឧស្សាហ៍សេចក្តីឧស្សាហ៍ព្យាយាមនេះគឺពិតជាអស្ចារ្យបើសិនជាបងប្អូនទាំងអស់គ្នាចាធ្វើវាបានហើយបង្កើតវាទៅជាទម្លាប់ចាធ្វើឲ្យខ្លួនឯងឧស្សាហ៍ព្យាយាមជាប្រចាំចំណុចទី4នោះក្នុងនាមយើងជាមនុស្សជាពិសេសលើបងប្អូនយើងស្រីបងប្អូនត្រូវតែចេះយល់ចិត្តចាជាមនុស្សម្នាក់ដែលយល់ចិត្តត្រូវចេះស្ដាប់បេះដូងមនុស្សជុំវិញខ្លួនស្ដាប់ការចង់បានមនុស្សជុំវិញខ្លួនហើយពង្រឹងនិងប្រកាន់ចំហរបស់ខ្លួនឯងប៉ុន្តែបងប្អូនត្រូវចាំថាគ្រប់សកម្មភាពដែលយើងធ្វើគ្រប់សកម្មភាពដែលយើងអនុវត្តចាជាមួយទៅនឹងការងារក្តីជាមួយនឹងជីវិតចារបស់ខ្លួនឯងដែលធ្វើការងាររាល់ថ្ងៃក្តីបងប្អូនត្រូវតែចាចេះយល់ចិត្តមនុស្សជុំវិញខ្លួនខ្លះផងកុំយល់តែចិត្តខ្លួនឯងហើយភ្លេចយកចិត្តគេដាក់ចិត្តខ្លួនឯងនោះក៏អត់បានដែរអញ្ចឹងការចេះយល់ចិត្តនេះគឺជារឿងមួយសំខាន់បងប្អូនត្រូវចាំថាបើសិនជាបងប្អូនធ្វើអ្វីមួយហើយវាប៉ះទង្គិចចិត្តមនុស្សជុំវិញខ្លួនប្រកាសណាស់វាមិនជារឿងមួយដែលល្អប្រសើរទេចាអញ្ចឹងតើកាលណាគេអត់សប្បាយចិត្តយើងអ្នកធ្វើទៅហ្នឹងក៏អត់សប្បាយចិត្តដែរអញ្ចឹងត្រូវចេះយល់ចិត្តគេហើយយកចិត្តគេដាក់ចិត្តខ្លួនឯងចាបើសិនជាធ្វើទៅគេសប្បាយចិត្តគេពេញចិត្តគេមានសេចក្តីត្រេកអរអាហ្នឹងបងប្អូនធ្វើទៅអត់ខុសទេតែបើសិនជាធ្វើឲ្យប៉ះពាល់មនុស្សជុំវិញខ្លួនឬក៏ធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសឬក៏សកម្មភាពផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនគួរតែជៀសវាងបងប្អូនកុំធ្វើអីវាមិនប្រសើរសម្រាប់ជីវិតយើងទេហើយចំណុចចុងក្រោយបងប្អូនត្រូវតែមានចាគំនិតគេហៅថាចាស់ទុំបងប្អូនទាំងអស់គ្នាគំនិតចាស់ទុំនេះគឺពិតជាសំខាន់បើសិនជាយើងមិនចាស់ទុំយើងខ្លាចជាមនុស្សម្នាក់ដែលលេងលោះហើយគំនិតចាស់ទុំនេះគឺអាចដោះស្រាយបានគ្រប់បញ្ហាគ្រប់ការធ្វើផ្សេងៗនឹងបានល្អប្រសើរអញ្ចឹងការមានគំនិតអត្តចរិតចាស់ទុំគឺជារឿងមួយដែលមនុស្សគ្រប់គ្នាចង់បានបំផុតចាគេអត់ចង់រស់នៅជាមួយមនុស្សដែលគេហៅថាចរិតក្មេងពេកអីពេកអញ្ចឹងណាអញ្ចឹងត្រូវមានអិយាបថចាស់ទុំរំទុំសមរម្យចាដើម្បីប្រឡូកខ្លួនឯងចូលទៅជាមួយសង្គមមួយនេះឲ្យបានកាន់តែល្អប្រសើរសរុបមកវិញ5ចំណុចដែលនេះខ្ញុំសូមចែករំលែកជូនបងប្អូនទាំងអស់គ្នានៅពេលនេះបងប្អូនអាចសាកល្បងក្នុងការយកទៅអនុវត្តសិនបងប្អូនមិនទាន់វាតម្លៃថាវាល្អប្រសើរសម្រាប់ជីវិតរស់នៅពីព្រោះការរស់នៅការគិតចាការយល់ឃើញរបស់បុគ្គលម្នាក់ៗដូចគ្នាទេហើយក៏មិនប្រកាសថាខ្ញុំជាបុគ្គលម្នាក់ដែលចេះគ្រប់ទាំងអស់ដែរយើងតែងតែមានចំណុចខ្វះខាតប៉ុន្តែអ្វីដែលយើងបានអនុវត្តធ្វើឲ្យវាល្អប្រសើរហើយវាមានផលប្រយោជន៍សម្រាប់ខ្លួនឯងក៏ចង់ចែករំលែកជូនដល់បងប្អូនទាំងអស់គ្នាដូចក្នុងវីដេអូនេះអញ្ចឹងអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ